សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំធ្វើម្ហូបមួយមុខមានឈ្មោះថាឆាក្រៅសាច់ជ្រូកច្រាំហើយនេះជាគ្រឿងរបស់ខ្ញុំបាទគ្រឿងហើយនេះគឺជាសាច់ដែលខ្ញុំបានច្រាំរួចហ្នឹងហើយមួយនេះគឺជាបន្លែសណ្តែកគួរដែលខ្ញុំហាន់រៀងល្អិតៗដើម្បីឲ្យវាចូលជាតិល្អជាមួយនឹងម្ហូបរបស់យើងអញ្ចឹងណាឥឡូវយើងចាប់ដាក់គ្រឿងចូលតែម្ដងទៅគ្រឿងដែលយើងបានហាន់រួចមុនហ្នឹងយើងមិនថែមភ្លើងនេះយើងមកអូខេប៉ុណ្ណឹងមកតទៅពីយើងដាក់គ្រឿងចូលខ្លាញ់រួចយើងយកវែកឆាត្រឡប់បាទត្រឡប់ពីដើម្បីឲ្យគ្រឿងរបស់យើងចូលសពមួយខ្លាញ់មួយសន្ទុះក្រោយមកចាំយើងដាក់សាច់ចូលណាឥឡូវបន្ទាប់ឥឡូវហ្នឹងគ្រឿងរបស់យើងបានឈ្ងុយហើយយើងចាក់សាច់ចូលតែម្ដងបាទវាយើងច្បល់វាតិចទៅបន្ទាប់ពីបានប៉ុណ្ណឹងហើយបាទយើងក្របទុកបន្តិចសិនបន្ទាប់មកយើងច្បល់វាតិចទៀតបាទដើម្បីឲ្យសាច់យើងគឺថាចូលជាតិសពជាមួយនឹងខ្លាញ់ជាមួយនឹងគ្រឿងអញ្ចឹងណាបាទតបមកយើងក្របទុកមួយសន្ទុះទៀតចាំយើងដាក់គ្រឿងចូលបាទឥឡូវនេះយើងចាប់ផ្ដើមដាក់គ្រឿងចូលមានប៊ីចេងស្ករហើយនិងទឹកត្រីបាទខ្ញុំដាក់យករសជាតិរៀងដិតតិចបាទចំនួនប៉ុណ្ណឹងហើយយើងធ្វើការច្បល់វាឥឡូវនេះយើងឃើញថាម្ហូបរបស់យើងគឺចាប់ដើមឈ្ងុយបដាហើយបាទចេះក្លិនឈ្ងុយពេញបន្ទប់ជួលហ្នឹងបងប្អូននេះកុំភ្លេចបាទចុច share ខ្ញុំហ្នឹងមួយផងអូខេតបពីហ្នឹងមកយើងអាចក្របវាទុកមួយសន្ទុះទៀតក៏បានព្រោះចាំយើងដាក់ម្រះព្រៅនិងសណ្តែកចូលបាទម្រះព្រៅចាំដាក់ក្រោយចាក់ដាក់បន្លែសណ្តែកចូលមុនអញ្ចឹងឥឡូវខ្ញុំដាក់បន្លែចូលបាទបន្លែសណ្តែកគួរដែលខ្ញុំបានហាន់ឲ្យល្អិតដែលខ្ញុំប្រាប់បងប្អូនមុននេះបាទហើយខ្ញុំចាប់ដើមកូរត្រឡប់វាដើម្បីឲ្យសណ្តែករបស់យើងចូលជាតិជាមួយនឹងសាច់និងគ្រឿងបាទចូលជាតិសព្វគួយបន្ទាប់មកខ្ញុំក្របទុកមួយទឹកបកក្រោយបាទខ្ញុំដាក់ម្រះព្រៅចូលអូខេបាទឥឡូវឃើញថាសណ្តែករបស់យើងវារៀងសពូនហើយបាទយើងកុំដាក់ឲ្យវាផុយពេកនៅឲ្យវានៅសពូននៅរៀងច្រប់បានវាឆ្ងាញ់អញ្ចឹងណាបងប្អូនចូលចិត្តឲ្យវាផុយខ្លាំងបាទក៏ទុកឲ្យរៀងយូរតិចទៅតមកខ្ញុំដាក់ស្លឹកម្រះព្រៅចូលតែម្ដងបាទត្រូវព្រោះហើយខ្ញុំកូរត្រឡប់បន្ថែមទៀតដើម្បីឲ្យក្លិននេះម្រះព្រៅនេះវាចូលសពសាច់ហើយមានក្លិនឈ្ងុយជួយឲ្យម្ហូបរបស់យើងមានរសជាតិឆ្ងាញ់គួរចង់បរិភោគសម្រាប់បងប្អូនដែលបានមើលវីដេអូខ្ញុំសូមចុច Subscribe Channel YouTube របស់ខ្ញុំនិងចុច Share វីដេអូនេះម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតកូរឲ្យសព្វចឹងមកបាទកុំខ្លាចបែកសាច់កុំខ្លាចខូចបែកបន្លែកូរធ្វើយ៉ាងណាឲ្យសព្វឥឡូវនេះយើងចាប់ដើមភ្លក់តែម្ដងទៅបាទប៉ុណ្ណឹងមកឃើញថាម្ហូបរបស់យើងគឺឆ្អិនហើយបងប្អូនអរគ្នា
គឺតាមហូបរបស់យើងបានឆ្អិនហើយបាទដួសដាក់ចានហើយបងប្អូនណាតើតំណងមែនតើបាទមួយសឹបព្រាមួយម៉ាត់មកនិយាយពីថាជាតិអស់ទោះបងប្អូនអើយក្តៅហុយជាតិយ៉ាងណាបងប្អូនមើលតំណងមែនតើបងប្អូនចុច share មួយផងបាទអរគុណច្រើនបងប្អូនមកហូបយើងឆ្អិនហើយឥឡូវយើងចាប់ដាក់ហូបទៅនោះទៀតហ្មងអញបងបង